ដីរបស់សៀមនឹងគ្មានលើផែនទីអន្តរជាតិទេបើខ្មែរចិត្តដាច់ហែកចែកគ្នាជាមួយភូមាសៀមគឺជាជនជាតិភាគតិចរបស់ខ្មែរនៅពេលនេះហើយគ្មានឱកាសបានមកឆ្លោះគ្នាដណ្ដើមដីព្រំដែនជាមួយខ្មែរទេបើជាង400ឆ្នាំមុនព្រះមហាក្សត្រខ្មែរចិត្តដាច់វាយផ្ដាច់កាន់កាប់ទឹកដីសៀមនិងពុះសៀមជាពីរចែកគ្នាជាមួយភូមាតែម្ដងនេះមិនមែនជារឿងនិទានទេក៏ប៉ុន្តែគឺជាកំណត់ត្រាប្រវត្តិសាស្ត្រជាក់ស្ដែងដែលបង្ហាញអំពីកងទ័ពដ៏ខ្លាំងក្លារបស់កម្ពុជានាសម័យលង្វែកនៅពាក់កណ្ដាលសតវត្សទី16ខណៈដែលសៀមត្រូវបានកងទ័ពភូមាវាយកំទេចពីទិសខាងលិចកងទ័ពខ្មែរបានបើកយុទ្ធនាការសឹកធំជាច្រើនលើកដើម្បីវាយយកទឹកដីដែលបានបាត់បង់មកវិញនិងសងសឹកចំពោះការឈ្លានពានពីសំណាក់សៀមមកលើទឹកដីខ្មែរពីអតីតកាលផងនោះយុទ្ធនាការរំដោះជាតិលើកដំបូងក្នុងសម័យលង្វែកនោះគឺក្នុងសម័យព្រះបាទអង្គច័ន្ទទី1ដែលបងប្អូនកូនខ្មែរយើងស្គាល់ថាជាព្រះបាទច័ន្ទរាជានៅឆ្នាំ1556ព្រះបាទអង្គច័ន្ទទី1បានវាយកំទេចទ័ពសៀមនៅសមរភូមិវិលអូស្វាយដូនកែវព្រះអង្គបានប្រើក្បួនពីជ័យសង្គ្រាមបញ្ឆោតសត្រូវឲ្យចូលអន្ទាក់ដោយធ្វើជាដកថយចូលព្រៃក្រាស់រួចវាយឡោមព័ទ្ធសម្រាប់មេទ័ពសៀមម្នាក់ឈ្មោះពញីអង្គនៅនឹងកន្លែងតែម្ដងហើយកងទ័ពសៀមនៅពេលនោះគឺមានចំនួនរាប់ម៉ឺននាក់ត្រូវបានរត់ខ្ចាត់ខ្ចាយអស់ចំណែកឯយុទ្ធនាការសឹកដ៏សំខាន់លើកទី2នោះគឺជាយុទ្ធនាការវាយដល់ជញ្ជាំងក្រុងអយុធ្យាតែម្ដងក្នុងសម័យព្រះបាទបរមរាជាទី2ព្រះបាទបរមរាជាទី2គឺជាបុត្របង្កើតរបស់ព្រះបាទអង្គច័ន្ទទី1ឬព្រះបាទច័ន្ទរាជាផងដែរហើយព្រះអង្គគឺជាស្ដេចសឹកសង្គ្រាមដ៏ខ្លាំងមួយអង្គក្នុងសម័យលង្វែកនេះគឺជាចំណុចដែលអាណាចក្រខ្មែរឡើងដល់កម្រិតកំពូលហើយនៅពេលនោះគឺនៅពេលដែលសៀមជាប់ដៃជាមួយនឹងភូមាព្រះបាទបរមរាជាទី2បានដឹកនាំទ័ពវាយសម្រុកចូលប្រទេសសៀមរហូតដល់គៀកជញ្ជាំងក្រុងអយុធ្យាតែម្ដងទោះបីជាពេលនោះយើងមិនបានវាយបំបែកកំពែងក្រុងអយុធ្យាក៏ពិតមែនប៉ុន្តែយុទ្ធនាការសឹកមួយនេះបានផ្ដល់ផលចំណេញយ៉ាងមហាសាលដល់កម្ពុជាយើងបានវាយបំបែកកម្លាំងការពាររបស់សៀមនៅតាមបណ្ដាខេត្តជុំវិញធ្វើឲ្យសៀមខ្វះស្បៀងអាហារនិងកាត់បន្ថយឥទ្ធិពលរបស់សៀមឲ្យនៅសល់តិចតួចបំផុតហើយសៀមសល់តែសម្បកកំពែងក្រុងប៉ុណ្ណោះនៅពេលនោះយុទ្ធនាការសឹកដ៏សំខាន់ទាំងនោះដែលអតីតព្រះមហាក្សត្រខ្មែរក្នុងសម័យលង្វែកបានវាយបង្ក្រាបសៀមគឺផ្ដល់ផលចំណេញយ៉ាងមហាសាលដល់ប្រទេសកម្ពុជាយើងហើយមិនតែប៉ុណ្ណោះទឹកដីខ្មែរបានពង្រីកធំល្វឹងល្វើយមែនទែននៅពេលនោះហើយទោះបីជាមិនធំដូចសម័យអង្គរក៏ប៉ុន្តែធំជាងបច្ចុប្បន្ននេះច្រើនដោយឯកសារប្រវត្តិសាស្ត្របានបញ្ជាក់ថាខ្មែរយើងបានពង្រីកទឹកដីប្រមាណ10ខេត្តឯណោះយើងដណ្ដើមទឹកដីដែលសៀមធ្លាប់ឈ្លានពានយើងនឹងត្រឡប់យកមកវិញខេត្តទាំង10នោះគឺរួមមានខេត្តមហានគរដែលជាខេត្តសៀមរាបបច្ចុប្បន្នខេត្តបាត់ដំបងខេត្តនគររាជសីមាខេត្តបុរីរំខេត្តសុរិនខេត្តសង្កឹតខេត្តនាងរងខេត្តប្រចិនបុរីច័ន្ទបុរីនិងខេត្តរយងជាដើមហើយសៀមនៅពេលនោះគឺគ្មានជំរឿសអ្វីក្រៅតែពីសំងំយកសុកហើយមិនហ៊ានជាមួយខ្មែរទេនឹងព្រមទទួលស្គាល់ការពិតទាំងអស់ថាខ្លួនបានបាត់បង់ទឹកដីទាំងនោះប៉ុន្តែក្រោយពីព្រះបាទបរមរាជាទី2ដែលជាស្ដេចសឹកសង្គ្រាមរបស់ខ្មែរយើងបានសោយទីវង្គតទៅអ្វីក៏ត្រូវបំផ្លាញអស់ដោយសារតែល្បិចពឹសពុលរបស់សៀមនៅក្នុងរជ្ជកាលព្រះបាទសត្ថាទី1ដែលទ្រង់គឺជាបុត្របង្កើតរបស់ព្រះបាទបរមរាជាទី2ហើយត្រូវជាចៅរបស់ព្រះបាទច័ន្ទរាជានោះនៅពេលនោះគឺស្ដេចសៀមឈ្មោះថានរេសូត្រូវបានទ័ពភូមាវាយសង្កត់ជិតរលីនគរសៀមទៅហើយសៀមនៅពេលនោះបានដឹងច្បាស់ថាបើខ្មែរវាយពីខាងកើតថែមមួយទៀតសៀមនឹងចប់តែម្ដងដូច្នេះសៀមបានប្រើល្បិចការទូតទឹកភ្នែកយ៉ាងស្ទាត់ជំនាញបំផុតពួកគេបានបញ្ជូនរាជទូតមកក្រាបសំពះអង្វរស្ដេចខ្មែរដោយប្រើពាក្យផ្អែមល្ហែមថាយើងជាបងប្អូនកាន់សាសនាព្រះពុទ្ធដូចគ្នាសូមកុំវាយសៀមអីសូមមេត្តាជួយសៀមវាយភូមាវិញបើសៀមរួចខ្លួនម្ដងនេះសៀមសន្យាថានឹងធ្វើជាសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្រនិងស្មោះត្រង់បំផុតចំពោះខ្មែរមិនងាករេនោះទេដោយសារតែខ្មែរយើងមានចិត្តអាណិតនិងសន្តោសប្រណីព្រះបាទសត្ថាទី1ដែលជាព្រះមហាក្សត្រក្នុងសម័យលង្វែកនៅពេលនោះក៏បានចាញ់យោបាយកលល្បិចពឹសពុលរបស់សៀមហើយព្រមបញ្ជូនព្រះអនុជគឺព្រះបាទស្រីសុរិយោពណ៌ឲ្យដឹកនាំទ័ពខ្មែររាប់ម៉ឺននាក់ទៅជួយច្បាំងជាមួយភូមាដូចយកខ្លួនទៅរងគ្រាប់ជំនួសសៀមនៅក្នុងសមរភូមិផងដែរការលះបង់របស់ខ្មែរនៅពេលនោះបានជួយឲ្យសៀមមានដង្ហើមរស់រានឡើងវិញប៉ុន្តែនៅពេលដែលសៀមឈ្នះសង្គ្រាមភូមាហើយចាប់ផ្ដើមរឹងដៃរឹងជើងភ្លាមនោះសន្តានពស់ក៏លេចឡើងមកវិញភ្លាមជំនួសឲ្យការដឹងគុណស្ដេចសៀមបានមើលងាយមើលថោកនៃទ័ពខ្មែរនិងចាប់ផ្ដើមរៀបចំផែនការវាយបកខ្មែរវិញហើយជាលទ្ធផលគឺសៀមបានលើកទ័ពវាយកំទេចនគរលង្វែករបស់ខ្មែរយើងយ៉ាងចាស់ដៃក្នុងឆ្នាំ1594ប្រវត្តិសាស្ត្រមិនអាចកែប្រែបានទេតែជាមេរៀនដ៏ឈឺចាប់ដែលកូនខ្មែរត្រូវចងចាំភាពទន់ខ្សោយរបស់សៀមនៅពេលនោះគឺជាឱកាសមាសរបស់ខ្មែរប៉ុន្តែដោយសារតែល្បិចសុំរស់របស់សៀមទើបធ្វើឲ្យយើងបាត់បង់ឱកាសនេះហើយក្លាយជាជនរងគ្រោះជំនួសវិញ
កាលពីជាង400ឆ្នាំមុនខ្មែរយើងមានឱកាសអាចវាយបង្ក្រាបសៀមនិងពុះចែកទឹកដីសៀមជាពីរតែម្ដងជាមួយភូមាក៏ប៉ុន្តែដោយសារតែខ្មែរយើងមានគុណធម៌ហើយស្មោះត្រង់ក៏បានចាញ់ឧបាយកលសៀមហើយចុងក្រោយត្រូវសៀមវាយបំបែកនគរលង្វែកឲ្យរៀបដល់ដីហើយព្រះមហាក្សត្រខ្មែរយើងនៅពេលនោះគឺព្រះបាទសត្ថាទី1ក៏បានភៀសប្រកាយហើយឯកសារខ្លះថាទ្រង់បានសោយទីមង្គតនៅក្នុងទឹកដីនៃប្រទេសឡាវហើយឯកសារខ្លះទៀតថាសោយទីមង្គតនៅក្នុងខេត្តស្ទឹងត្រែងនេះជាមេរៀនដ៏ឈឺចាប់បំផុតក្នុងប្រវត្តិសាស្ត្រខ្មែរហើយកាលពីជាង400ឆ្នាំមុនសៀមគាត់មានមោទនភាពណាស់គាត់គិតថាគាត់ខ្លាំងគាត់ឆ្លោះជាមួយខ្មែរផងគាត់ឆ្លោះជាមួយភូមាផងហើយទីបំផុតនោះបើសិនជាខ្មែរមិនអាណិតទេសៀមប្រហែលជាគ្មានទឹកដីលើផែនទីអន្តរជាតិមកទល់នឹងសពថ្ងៃនេះទេហើយក៏គ្មានឱកាសមកឆ្លោះគ្នាជាមួយខ្មែរដណ្ដើមទឹកដីព្រំដែនដែរ